ក្តីសុខសម្រាប់អ្នកដែលជិះម៉ូតូធំហើយជិះ Hunter ដូចខ្ញុំពីច្រើនគឺពេលចុះខេត្តដោយសារតែកម្លាំងវាមួបានលឿនល្អពីច្រើនខ្ញុំអាចមួបានដល់130ខ្ទង់ប៉ុណ្ណឹងអញ្ចឹងណាពេលដែលខ្ញុំឈប់ stop ហើយខ្ញុំពាក់មួកទៅវាមិនចំហមុខអញ្ចឹងមាន fan ខ្ញុំមួយចំនួនគាត់អើតកថាបងដូចជាតារា TikTok ហ្នឹងមែនហើយខ្ញុំក៏ថាហ្នឹងហើយបងអរគុណបងស្គាល់បងម៉ូតូស្អាតទៀតតែមានសក់វែងជីពីក្រោយអូខេចុះជាមដែរពេលហ្នឹងជំរាបសួរខ្ញុំឈ្មោះសុភិចសប្តាហ៍ថ្ងៃខ្ញុំជា content creator ហើយខ្ញុំផលិតវីដេអូពាក់ព័ន្ធជាមួយនឹងការអប់រំហើយក៏ដូចជាការកំប្លែងខ្លះដែរដើម្បីកាត់ stress ខ្ញុំក៏ស្រឡាញ់ម៉ូតូធំដែរតែមុននឹងស្រឡាញ់ម៉ូតូធំយើងត្រូវមើលទៅលើតើម៉ូតូហ្នឹងវាត្រូវមួយរូបរាងរបស់យើងអត់ទៅលើបុគ្គលិកលក្ខណៈរបស់យើងអត់ហើយដូចខ្ញុំអ្នកអប់រំអញ្ចឹងដល់ពេលខ្ញុំទៅរើសម៉ូតូមួយចំនួនគឺវាអត់ត្រូវមួយខ្ញុំទេវារៀង steel ពេកវារៀង low ឆាយពេកអញ្ចឹងពេលដែលដាក់ទៅវាយ៉ាងអាក្រក់មើលតែសួរម៉ូតូវាមានជម្រើសផ្សេងវាមានភាពស្អាតរបស់វាតែយើងវាសមជាមួយនឹងម៉ូតូហ្នឹងអត់អញ្ចឹងនៅពេលដែលខ្ញុំជ្រើសរើស Hunter ខ្ញុំឡើងទៅវាមានអារម្មណ៍ថា yes ដូចតំណងវា fit ជាមួយគ្នាវាតំណងជាមួយគ្នាចំណុចពិសេសនៃម៉ូតូ Hunter នេះគឺខ្ញុំស្រឡាញ់រូបរាងវាខ្លាំងមែនតើហើយជាពិសេសគឺកម្ពស់វាសមជាមួយខ្ញុំណា 1m65 ហើយបើមើលពីចំហៀងគឺរឹតតែស្រឡាញ់ដោយសារវាខ្មៅទៅមើលពីចំហៀងមកអាគេដេកគួរមកនឹងវាលក្ខណៈខ្មៅរលើបជាមួយនឹងម៉ាស៊ីនរបស់វាហ្មងណាបើមើលពីមុខមកល្មមទេតែបើថាមើលពីចំហៀងគឺ best ហ្មងសម្រាប់ខ្ញុំហើយសំខាន់គឺប្រាំងវាប្រព័ន្ធហ្វ្រាំងរបស់វាហ្នឹងគឺយើងអាចការ៉ង់ទីនៅក្នុងការឈប់មួយដែលវាអត់តង្ហក់វាអត់បោកទេមានន័យថាទៅដល់បើសិនជាមានឧបសគ្គខ្ញុំចាប់ហ្វ្រាំងតែកម្លាំងរបស់ខ្ញុំគឺខ្ញុំអាចទប់លំនឹងបានអានេះជាចំណុចមួយដែលខ្ញុំស្រឡាញ់ Hunterបើសម្រាប់ការកែប្រែទៅលើម៉ូតូខ្ញុំ suggestion ទៅលើប្រព័ន្ធ design ពាក់ព័ន្ធជាមួយនឹង counter វាអត់សូវ look cool ទេវាល្មមហើយមួយទៀតគឺពាក់ព័ន្ធជាមួយនឹងភ្លើងបើសិនជាភ្លើងភ្លឺជាងនេះបន្តិចប្រហែលជាល្អដែរដោយសារខ្ញុំរៀងមញោបអញ្ចឹងខ្ញុំជិះជប់ខ្ញុំត្រូវការពឹងផ្អែកលើភ្លើងខ្លាំងក្តីសុខសម្រាប់អ្នកដែលជិះម៉ូតូធំហើយជិះ Hunter ដូចខ្ញុំពីច្រើនគឺពេលចុះខេត្តដោយសារតែកម្លាំងវាមួបានលឿនល្អពីច្រើនខ្ញុំអាចមួបានដល់130ខ្ទង់ប៉ុណ្ណឹងអញ្ចឹងណាដោយសារតែយើងអាចមួបានលបឿនមួយដ៏សមរម្យហើយវា fresh ហើយមួយទៀតពេលដែលមានបញ្ហាឧបសគ្គដូចនិយាយចឹងប្រព័ន្ធប្រាំងគឺយើងអាចចាប់បានងាយស្រួលហើយរឿងសំខាន់ពេលដែលយើងចុះខេត្តមិនថាផ្លូវថ្នល់ជាតិឬក៏ផ្លូវលំទេកង់វាគឺមកអេមហ្មងវាអត់មានកលាច់អត់មានអីឲ្យជាបញ្ហាអញ្ចឹងណានិយាយទៅគឺ relax ខ្លាំងមែនទែនពេលដែលយើងចុះខេត្តចុះអីហ្នឹងគឺមួយម៉ូតូធំគឺ best feeling ពីខ្ញុំទៅបើកម្រិតស៊ីសាំងវាធម្មតាបងខ្ទង់100គីឡូឯងអាចស៊ីចូលចិត្ត3លីត្រដែរអញ្ចឹងណាបើយើងមួទៅលើផ្លូវលបឿនថេអញ្ចឹងគឺអាចខ្ទង់3លីត្រតែជាប៉ុណ្ណឹងបើរឿងបញ្ហាជាភាគច្រើនគឺពេលដែលខ្ញុំបដើចេញដោយសារវាធ្ងន់ដែរវា181គីឡូអញ្ចឹងណាតែបើពេលដែលយើងជិះមែនតែនវានឹងល្អ181គីឡូកម្លាំងខ្យល់បុកមកយើងគឺនឹងល្អហ្មងអញ្ចឹងណាហើយបើសេវាកម្មអត់អីតែពេលដែលយើងមានបញ្ហាអីអញ្ចឹងយើងឆាតសួរពួកគាត់ឆ្លើយតបគាត់ follow up ហើយពិសេសគឺខាងក្រុមហ៊ុនគាត់តែងតែមាន annual trip មានស្អីហ្នឹងគឺយើងជាការជួបជុំប្រមូលផ្ដុំបងដែលអ្នកស្រឡាញ់វិស័យម៉ូតូធំហ្នឹងដែរអញ្ចឹងណាបែប classic បើនិយាយពីតម្លៃខ្ញុំគិតថាវាសមរម្យហើយប្រភេទម៉ូតូ classic ហើយការ design មករលើបរលោងជាផងទម្រង់វាស្អាតអីស្អាតខ្ញុំគិតថាប៉ុណ្ណឹងគឺសមរម្យសម្រាប់ខ្ញុំអញ្ចឹងណាលទ្ធភាពអាចទៅរួចពេលដែលខ្ញុំឈប់ stop ហើយខ្ញុំពាក់មួកទៅវាមិនចំហមុខអញ្ចឹងមាន fan ខ្ញុំមួយចំនួនគាត់អើតកថាបងដូចជាតារា TikTok ហ្នឹងមែនហើយខ្ញុំក៏ថាហ្នឹងហើយបងអរគុណបងស្គាល់បងម៉ូតូស្អាតទៀតតែមានសក់វែងជីពីក្រោយអូខេចុះជាមដែរពេលហ្នឹងសម្រាប់បងប្អូនដែលស្រឡាញ់ម៉ូតូបែបយ៉ាង classic ខ្ញុំគិតថា Hunter គឺល្អបំផុតហើយទាំងការជិះនៅក្នុងក្រុងឬក៏ចុះខេត្តហើយសំខាន់បំផុតពេលដែលយើងលក់ចេញក៏វាមិនពិបាកខ្លាំងដែរហើយវាមានក្រុមហ៊ុនមានអីធានាច្បាស់លាស់ដែរហើយបើសិនជាចង់ដឹងតើរូបរាងរបស់យើងហ្នឹងវា fit ជាមួយនឹងម៉ូតូហ្នឹងអត់ទៅសាកនៅក្រុមហ៊ុនទៅគេបើកឲ្យយើងសាកបានតែទៅពេលដែលយើងចង់សាកទៅគេមានការណែនាំមានអីឲ្យយើងជិះទៅយើងអាចតេស្តពីអារម្មណ៍ពី feeling ពី mood របស់ខ្លួនឯងតើវាសមជាមួយនឹងម៉ូតូហ្នឹងអត់ហើយសម្រាប់ខ្ញុំ Hunter នេះគឺប្រៀបបានទៅនឹងសេះទន្សាយខ្មៅរបស់ខ្ញុំហើយគុណអ៊ីគេមានសេះទន្សាយក្រហមខ្ញុំអានេះហើយសេះទន្សាយខ្មៅអរគុណ